សូមរំលឹកចុច Subscribe ដើម្បីទទួលបានមេរៀនថ្មីៗជារៀងរាល់ថ្ងៃ Please click subscribe. You will get new creative videos every day. សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះយើងមកសិក្សាអំពីព្យញ្ជនៈនៅក្នុងភាសាថៃចំនួន44តួប៉ុន្តែដោយឡែកថ្ងៃនេះគឺខ្ញុំសូមលើកយកតែចំនួន5តួប៉ុណ្ណោះមកសិក្សានៅក្នុងថ្ងៃនេះអញ្ចឹងយើងចាប់ផ្ដើមសិក្សាទាំងអស់គ្នាព្យញ្ជនៈភាសាថៃទី1នេះគឺយើងអានថាកកៃកកៃកកៃជាភាសាខ្មែរគឺកកៃកកៃកៃគឺយើងប្រែថាសត្វមាន់កៃប្រែថាសត្វមាន់ឥឡូវយើងមករៀនសរសេរទាំងអស់គ្នានៅក្នុងព្យញ្ជនៈទី1គឺអក្សរកកៃដំបូងយើងចាប់ទៅលើឆ្វេងដាំលើមកក្រោមវិញកកៃកកៃជាបន្តទៅទៀតនេះគឺព្យញ្ជនៈទី2គឺយើងអានថាខខៃខខៃខខៃនេះយើងអានជាភាសាខ្មែរគឺខខៃខខៃខៃគឺយើងប្រែបានថាសុទ្ធខៃសុទ្ធឥឡូវយើងមកសរសេរអំពីអក្សរខខៃទាំងអស់គ្នាគឺទី1ខខគឺសរសេរស្រដៀងទៅនឹងអក្សរខខ្មែរយើងខបងប្អូនសរសេរនឹងដៃគឺសរសេរឲ្យស្អាតជាងនឹងមកហ្នឹងដោយសារកុំព្យូទ័រគឺមិនសូវជាស្អាតប៉ុន្មានទេខខៃនេះជាលំនាំនៃការសរសេរអក្សរខខៃនៅក្នុងព្យញ្ជនៈទី3នេះគឺយើងមានមួយទៀតហើយគឺអក្សរខខួតខខួតខខួតអានជាភាសាខ្មែរគឺខខួតខខួតខួតគឺយើងប្រែថាដបខួតប្រែថាដបឥឡូវយើងមករៀនសរសេរទាំងអស់គ្នាទី1គឺយើងចាប់ធម្មតាមកគួចមកបងប្អូនសរសេរនឹងដៃគឺសរសេរឲ្យបានស្អាតជាងនឹងមកនឹងដោយសារកុំព្យូទ័រគឺបាក់នៅក្នុងការសរសេរបន្តិចខខួតចាប់បែបនេះមកទៅលើវិញខយើងសរសេរឲ្យស្អាតមកខខួតនេះជាព្យញ្ជនៈទី3ខខួតប្រែថាដបយើងទៅព្យញ្ជនៈមួយទៀតគឺអក្សរខមួយទៀតហើយគឺខខ្វាយខខ្វាយខខ្វាយអានជាភាសាខ្មែរគឺខខ្វាយខខ្វាយខ្វាយយើងប្រែបានគឺប្រែថាសត្វក្របីខ្វាយសត្វក្របីឥឡូវយើងសរសេរទាំងអស់គ្នាអំពីអក្សរខខ្វាយដំបូងឡើយគឺយើងចាប់ចឹងមកខខ្វាយមួយទៀតខខ្វាយមួយទៀតគឺខខ្វាយអូខេឥឡូវយើងទៅមួយទៀតគឺព្យញ្ជនៈទី5គឺអក្សរខមួយទៀតហើយគឺខខុនខខុនអានថាខខុនអានជាភាសាខ្មែរគឺខខុនខខុនខុនយើងប្រែបានគឺប្រែថាមនុស្សឥឡូវយើងចាប់ផ្ដើមសរសេរអំពីអក្សរខខុនទាំងអស់គ្នាដំបូងឡើយគឺយើងចាប់ស្រដៀងទៅនឹងអក្សរខខ្វាយប៉ុន្តែមានចុចត្រង់កណ្ដាលបន្តិចចាប់ដូចគ្នាមក1 2 3ខខុន1 2 3ខខុន1 2 3ខខុន
តែនេះគឺយើងគ្រប់ចំនួន5ជនជាអ្នកនៅក្នុងមេរៀនទី1នេះគឺយើងរៀនតែ5ជនជាអ្នកប៉ុណ្ណឹងឯងនៅក្នុងមេរៀនទី2គឺយើងរៀនអំពីជនជាអ្នកដដែលគឺ5ជនជាអ្នកទៀតអញ្ចឹងបងប្អូនរងចាំទស្សនាជាបន្តទៅទៀត Please click subscribe โปรดคลิกที่ subscribe